បាទទស្សនិកជនជាទីគោរពនិងជាទីមេត្រីយើងខ្ញុំសូមបន្តផ្ដល់ជូននៅព័ត៌មានជាតិសំខាន់ជាបន្តទៀតអាយុដំចាប់តោអនុរដ្ឋលេខាធិការក្រសួងសង្គមគិច្ចអតីតយុទ្ធជននិងយុវនីតិសម្បទាជាប្រធានសមាគមតន្ត្រីសម្លេងជនពិការបានទទួលស្វាគមន៍វត្តមានកញ្ញាកុយអែណាដែលបានព្យាយាមលះបង់កម្លាំងកាយចិត្តពេលវេលាទាំងយប់ទាំងថ្ងៃទោះជួបព្យុះភ្លៀងរងាក្តៅដើរថ្មើរជើងពីរាជធានីភ្នំពេញទៅកាន់ខេត្តសៀមរាបចម្ងាយ315គីឡូម៉ែត្រក្នុងរយៈពេល19ថ្ងៃដើម្បីរៃអង្គាសថវិកាចូលរួមជាមួយរាជរដ្ឋាភិបាលជួយដល់កុមារនិងជនមានពិការភាពនៅក្នុងប្រទេសកម្ពុជាជាក់ស្ដែងនៅរសៀលថ្ងៃទី16ខែតុលាឆ្នាំ2025នៅសមាគមតន្ត្រីសំនៀងជនពិការកញ្ញាកុយអែណានិងក្រុមការងារបានចុះទៅជួបសម្ដែងសម្ដាលនិងសួរសុខទុក្ខដោយនាំយកនៅសម្ភារៈគ្រឿងឧបភោគបរិភោគនិងថវិកាដែលបានមកពីការដើររៃអង្គាសខាងលើយកទៅផ្ដល់ជូនដល់សមាគមតន្ត្រីសំនៀងជនពិការក្រោមប្រធានបទដើរដើម្បីផ្ដល់ក្តីសង្ឃឹមដល់កុមារនិងជនមានពិការភាពកម្ពុជាអាយុរំចាប់តោបានមានប្រសាសន៍ថាក្រសួងសង្គមគិច្ចអតីតយុទ្ធជននិងយុវនីតិសម្បទាដោយមានការយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់ពីអាយុរំរដ្ឋមន្ត្រីជាសមិទ្ធិបានចេញនៅលិខិតកោតសរសើរដល់កញ្ញាកុយអែណាដែលបានលះបង់ពេលវេលាដ៏មានតម្លៃផ្សព្វផ្សាយលើវិស័យពិការភាពធ្វើយ៉ាងណាដើម្បីកុំឲ្យមានការរើសអើងដល់ជនមានពិការភាពជាពិសេសផ្សព្វផ្សាយទៅដល់ពិភពលោកឲ្យបានដឹងថាបងប្អូនជនមានពិការភាពក៏មានសមត្ថភាពមានគំនិតឆន្ទៈនានានិងទទួលបាននៅឱកាសការងារផ្សេងៗពីប្រមុខរាជរដ្ឋាភិបាលនិងពីអង្គការសង្គមស៊ីវិលផងដែរចំណែកលោកជំទាវញ៉ែមរកតរដ្ឋលេខាធិការក្រសួងកិច្ចការនារីនិងជាប្រធានកិត្តិយសសមាគមតន្ត្រីសំនៀងជនពិការបានថ្លែងថាលោកជំទាវមានការស្ងើចសរសើរជាខ្លាំងចំពោះវីរភាពរបស់អែណាខ្លួនជាស្ត្រីមានរូបសម្បត្តិស្រស់ស្អាតដែលបានបង្កើតនៅគោលដៅមួយនៅក្នុងការចូលរួមផ្ដល់នូវការលើកទឹកចិត្តដល់បងប្អូនជនមានពិការភាពហើយក៏ភ្ជាប់ជាមួយនឹងទេសចរនិងវប្បធម៌ដែលបានផ្សព្វផ្សាយនៅក្នុងប្រទេសរបស់យើងសកម្មភាពរបស់អែណាគឺជាសក្តានុពលមួយនិងជាគោលដៅមួយរបស់ក្រសួងកិច្ចការនារីឲ្យស្ត្រីនិងក្មេងស្រីធ្វើការតស៊ូដើម្បីក្លាយខ្លួនទៅជាថ្នាក់ដឹកនាំនិងជាបុគ្គលម្នាក់ដែលផ្ដល់ផលប្រយោជន៍ដល់សង្គមលោកជំទាវបានបញ្ជាក់ថាសកម្មភាពរបស់អែណាបានផ្ដល់ជាគំរូដល់យុវជនយុវតីក្នុងប្រទេសកម្ពុជាត្រូវរៀបចំខ្លួនធ្វើយ៉ាងណាដើម្បីសង្គមជាតិរបស់យើងអែណាបានផ្សព្វផ្សាយនិងលើកទឹកចិត្តពីបញ្ហាពិការភាពដល់បងប្អូនប្រជាពលរដ្ឋបានយល់ដឹងកាត់បន្ថយនៅការរើសអើងហើយបានជួយផ្សព្វផ្សាយទៅលើទេសចរនិងវប្បធម៌កញ្ញាកុយអែណាបានមើលឃើញថាជនមានពិការភាពមានការខ្វះខាតច្រើនមែនទែនហើយពុកម៉ែបងប្អូនមួយចំនួនពួកគាត់បានដឹងឮប៉ុន្តែពួកគាត់បាត់បង់នៅការយកចិត្តទុកដាក់ចំពោះជនពិការដូចគ្នានេះហើយទើបខ្ញុំយល់ឃើញថាជនពិការគឺជាមនុស្សដូចគ្នាមានបេះដូងមានអារម្មណ៍ពួកគាត់ត្រូវការស្រឡាញ់ពីពុកម៉ែបងប្អូនទើបបានជាខ្ញុំបង្កើតនៅយុទ្ធនាការដើរដោយក្តីសង្ឃឹមដើរដើម្បីទេសចរបូករួមក្នុងការជួយទៅដល់ជនពិការនិងកុមារផងដែរក្នុងការប្រមូលនៅមូលនិធិទាំងអស់ជួយដល់ពួកគាត់ហើយមូលនិធិចំនួនជាង$120,000សហរដ្ឋអាមេរិកដែលបានមកពីការដើរថ្មើរជើងរៃអង្គាសថវិកានេះពិតជាច្រើនលើសលប់ហើយនាងខ្ញុំនឹងយកវាទៅធ្វើការងារមនុស្សធម៌ឲ្យបានច្រើនឲ្យបានទូលំទូលាយនៅក្នុងប្រទេសរបស់យើងតែម្ដង